តែអ្នកដឹងទេថាក្លិនក្រអូបប្រហើរដែលចេញពីទៀនក្រអូបមានបង្កប់នៅអាថ៌កំបាំងនិងរឿងរ៉ាវប្រវត្តិសាស្ត្រដែលមានអាយុកាលតាំងពីជាង 5000 ឆ្នាំមុនមកម្ល៉េះនៅក្នុងវីដេអូនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅស្វែងយល់អំពីដើមកំណើតដ៏អស្ចារ្យនៃទៀនក្រអូបនិងរបៀបដែលវាបានក្លាយទៅជាមន្តស្នេហ៍ផ្លូវចិត្តរបស់មនុស្សជុំវិញពិភពលោកប្រភពដើមកំណើតទៀនក្រអូបទៀនបានគេប្រើប្រាស់ជាប្រភពពន្លឺនិងសម្រាប់បំភ្លឺនៅក្នុងពិធីបុណ្យនានាអស់រយៈពេលជាង 5000 ឆ្នាំមកហើយប៉ុន្តែគេដឹងតិចតួចណាស់អំពីប្រភពដើមកំណើតរបស់វាការប្រើប្រាស់ទៀនដំបូងគេច្រើនតែត្រូវបានគេសន្មតថាជាស្នាដៃរបស់ជនជាតិអេស៊ីបបុរាណដែលបានបង្កើតជាទៀនដើមដោយយកស្នូលនៃដើមរុក្ខជាតិដូចជាដើមត្បែងទៅត្រាំនៅក្នុងខ្លាញ់សត្វដែលរលាយបើទោះជាយ៉ាងណាក៏ដោយទៀនដែលមានខ្សែបច្ឆេះនៅសម័យដើមខណៈពេលដែលជនជាតិអេស៊ីបបានប្រើទៀនដែលមានខ្សែបច្ឆេះនៅឆ្នាំ 3000 មុនគ្រិស្តសករាជជនជាតិរ៉ូម៉ាំងបុរាណត្រូវបានគេទទួលស្គាល់ថាជាអ្នកបង្កើតទៀនដែលមានខ្សែបច្ឆេះមុនពេលនោះទៅទៀតដោយពួកគេយកក្រដាសប៉ាពីរុសដែលមូររួចទៅជ្រលក់ម្ដងហើយម្ដងទៀតនៅក្នុងខ្លាញ់សត្វឬក្រមួនឃ្មុំដែលរលាយទៀនដែលទទួលបាននោះត្រូវបានគេប្រើដើម្បីបំភ្លឺផ្ទះសម្បែងជួយដល់អ្នកធ្វើដំណើរនៅពេលយប់និងប្រើប្រាស់នៅក្នុងកម្មវិធីសាសនាអ្នកប្រវត្តិសាស្ត្របានរកឃើញភស្តុតាងដែលបង្ហាញថាអរិយធម៌បុរាណជាច្រើនទៀតក៏បានបង្កើតទៀនដែលមានខ្សែបច្ឆេះដោយប្រើក្រមួនដែលផលិតអំពីរុក្ខជាតិនិងសត្វល្អិតដែលមាននៅក្នុងតំបន់របស់ពួកគេទៀនរបស់ចិនសម័យដើមត្រូវបានគេនិយាយថាត្រូវបានផលិតឡើងដោយចាក់ក្រមួនចូលក្នុងបំពង់ក្រដាសដោយប្រើក្រដាសអង្គររមូរធ្វើជាខ្សែប្រញ្ឆេះនិងប្រើក្រមួនពីសត្វល្អិតក្នុងស្រុកដែលលាយជាមួយនឹងគ្រាប់ពូជនៅប្រទេសជប៉ុនទៀនត្រូវបានផលិតឡើងពីក្រមួនដែលចម្រាញ់ចេញពីគ្រាប់ផ្លែឈើនៃដើមឈើខណៈពេលដែលនៅប្រទេសឥណ្ឌាក្រមួនទៀនត្រូវបានផលិតឡើងដោយការស្ងោរផ្លែឈើនៃដើមឈើក្លិនឈុនគេក៏ដឹងផងដែរថាទៀនដើរតួនាទីយ៉ាងសំខាន់នៅក្នុងពិធីសាសនាពីដើមសម័យកាលមជ្ឈិមសម័យវប្បធម៌លោកខាងលិចសម័យដើមភាគច្រើនពឹងផ្អែកជាចម្បងទៅលើទៀនដែលផលិតអំពីខ្លាញ់ការកែលម្អដ៏សំខាន់មួយបានកើតឡើងនៅក្នុងសម័យកាលមជ្ឈិមសម័យនៅពេលនោះទៀនក្រមួនឃ្មុំត្រូវបានណែនាំឲ្យប្រើប្រាស់នៅក្នុងទ្វីបអឺរ៉ុបមិនដូចខ្លាញ់សត្វទេទៀនក្រមួនឃ្មុំឆេះបានល្អនិងស្អាតដោយមិនបង្កើតជាផ្សែងខ្មៅឡើយវាក៏បញ្ចេញក្លិនក្រអូបឈ្ងុយផងដែរមិនមែនក្លិនស្អុយឬក៏ក្លិនឈួលដូចខ្លាញ់សត្វនោះទេទៀនក្រមួនឃ្មុំត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ពិធីបុណ្យក្នុងព្រះវិហារប៉ុន្តែដោយសារតែវាមានតម្លៃថ្លៃមានមនុស្សតិចតួចណាស់ក្រៅពីអ្នកមានទ្រព្យសម្បត្តិដែលអាចមានលទ្ធភាពដុតវានៅក្នុងផ្ទះបានងាកមកសម័យអាណានិគមវិញស្ត្រីនៅក្នុងសម័យអាណានិគមបានរួមចំណែកដំបូងគេដល់វិស័យផលិតទៀននៅអាមេរិកនៅពេលដែលពួកគេបានរកឃើញថាការស្ងោរផ្លែឈើទូចៗពណ៌បៃតងលាយប្រផេះនៃដើមបាយប៊ូរីអាចផលិតបានជាក្រមួនដែលមានក្លិនក្រអូបនិងឆេះបានស្អាតមិនតែប៉ុណ្ណោះមិនសូវមានផ្សែងទៀតផងទោះជាយ៉ាងណាក៏ដោយការចម្រាញ់យកក្រមួនអំពីផ្លែបាយប៊ូរីគឺជាការងារដ៏លំបាកនិងចំណាយពេលច្រើនជាលទ្ធផលភាពពេញនិយមនៃទៀនបាយប៊ូរីក៏បានធ្លាក់ចុះយ៉ាងឆាប់រហ័សការរីកចម្រើននៅក្នុងសតវត្សទី19ការវិវត្តសំខាន់ភាគច្រើនដែលមានឥទ្ធិពលទៅលើការផលិតទៀននាពេលបច្ចុប្បន្នបានកើតឡើងនៅក្នុងអំឡុងសតវត្សទី19នៅទសវត្សរ៍ឆ្នាំ1820អ្នកគីមីវិទ្យាជនជាតិបារាំងបានរកឃើញវិធីចម្រាញ់អាស៊ីតចេញពីអាស៊ីតខ្លាញ់សត្វការរកឃើញនេះបាននាំឲ្យមានការផលិតក្រមួនដែលមានលក្ខណៈរឹងធន់និងឆាឆេះបានស្អាតទៀននៅតែមានប្រជាប្រិយភាពនៅក្នុងទ្វីបអឺរ៉ុបសព្វថ្ងៃនេះនៅឆ្នាំ1834អ្នកបង្កើតថ្មីបានជួយជំរុញឧស្សាហកម្មផលិតទៀនសម័យទំនើបដោយបង្កើតម៉ាស៊ីនដែលអាចផលិតទៀនតាមរយៈ
ម៉ាស៊ីននេះប្រើស៊ីឡាំងដែលមានស្ទង់អាចកម្រិតបានដើម្បីរុញទៀនចេញទៅពេលដែលចាប់ផ្ដើមរឹងជាមួយនឹងការណែនាំអំពីការផលិតដោយប្រើប្រាស់ម៉ាស៊ីនទៀនបានក្លាយទៅជាទំនិញដែលមានតម្លៃសមរម្យសម្រាប់ប្រជាជនទូទៅក្រមួនត្រូវបានណែនាំនៅក្នុងទសវត្សរ៍ឆ្នាំ1850បន្ទាប់ពីអ្នកគីមីវិទ្យាបានរៀនអំពីរបៀបបំបែកសារធាតុក្រមួនដែលមានស្រាប់នៅក្នុងធម្មជាតិចេញពីប្រេងកាតដោយគ្មានក្លិននិងមានពណ៌លាយខៀវក្រមួនគឺជាជម្រើសដ៏ល្អបំផុតសម្រាប់ការផលិតទៀនព្រោះវាឆេះបានស្អាតជាប់លាប់និងមានតម្លៃធូរថ្លៃជាងវត្ថុធាតុដើមដទៃទៀតគុណវិបត្តិតែមួយគត់គឺវាមានចំណុចរលាយទាបបញ្ហានេះត្រូវបានដោះស្រាយយ៉ាងឆាប់រហ័សដោយការបន្ថែមអាស៊ីតដែលមានលក្ខណៈរឹងជាងនិងមានលក់យ៉ាងទូលំទូលាយនៅពេលនោះជាមួយនឹងការមកដល់នៃអំពូលភ្លើងនៅឆ្នាំ1879ឧស្សាហកម្មផលិតទៀនបានចាប់ផ្ដើមធ្លាក់ចុះឈានមកដល់សតវត្សទី20ទៀនទទួលបានការពេញនិយមឡើងវិញនៅពាក់កណ្ដាលដំបូងនៃសតវត្សទី20នៅពេលនោះការរីកចម្រើននៃឧស្សាហកម្មប្រេងនិងឧស្សាហកម្មកែច្នៃសាច់សត្វនៅសហរដ្ឋអាមេរិកបាននាំឲ្យមានការកើនឡើងនូវការផលិតបន្ទាប់បន្សំដែលក្លាយទៅជាវត្ថុធាតុដើមសំខាន់សម្រាប់ផលិតទៀនប៉ារ៉ាហ្វីននិងអាស៊ីតស្តេអាទិកការពេញនិយមទៅលើទៀននៅតែមានស្ថិរភាពរហូតដល់ពាក់កណ្ដាលទសវត្សរ៍ឆ្នាំ1980នៅពេលនោះចំណាប់អារម្មណ៍ទៅលើទៀននៅក្នុងនាមជាវត្ថុសម្រាប់តុបតែងបង្កើតបរិយាកាសនិងជាអំណោយបានចាប់ផ្ដើមមានការកើនឡើងគួរឲ្យកត់សម្គាល់ទៀនមានលក់យ៉ាងច្រើនសម្បូរបែបទាំងទំហំរូបរាងនិងពណ៌ហើយចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់ទៅលើទៀនដែលមានក្លិនក្រអូបក៏បានកើនឡើងយ៉ាងខ្លាំងផងដែរទសវត្សរ៍ឆ្នាំ1990បានឃើញថាការកើនឡើងនៃការប្រើប្រាស់ទៀនយ៉ាងខ្លាំងមិនធ្លាប់មានពីមុនមកនៃការពេញនិយមនៅលើការប្រើប្រាស់ទៀនហើយជាលើកដំបូងនៅក្នុងរយៈពេលជាងមួយសតវត្សរ៍មកហើយដែលប្រភេទក្រមួនទៀនថ្មីត្រូវបានបង្កើតឡើងនៅសហរដ្ឋអាមេរិកអ្នកជំនាញគីមីវិទ្យាកសិកម្មបានចាប់ផ្ដើមបង្កើតក្រមួនសណ្តែកសៀងដែលជាប្រភេទក្រមួនទន់ជាងនិងឆេះយឺតជាងក្រមួនប៉ារ៉ាហ្វីននៅផ្នែកម្ខាងទៀតនៃពិភពលោកក៏មានការខិតខំប្រឹងប្រែងបង្កើតក្រមួនប្រេងដូងសម្រាប់ប្រើប្រាស់នៅក្នុងការផលិតទៀនផងដែរទៀននាពេលបច្ចុប្បន្នទៀនបានវិវត្តយ៉ាងច្រើនចាប់តាំងពីការប្រើប្រាស់ដំបូងមកទោះបីជាវាមិនត្រូវបានប្រើប្រាស់ជាប្រភពពន្លឺចម្បងទៀតក៏ដោយក៏វានៅតែបន្តទទួលបានការពេញនិយមនិងការប្រើប្រាស់កាន់តែច្រើនឡើងសព្វថ្ងៃនេះទៀនត្រូវបានប្រើប្រាស់ដើម្បីតំណាងឲ្យការប្រារព្ធពិធីបង្កើតបរិយាកាសស្នេហាផ្ដល់អារម្មណ៍ធូរស្រាលជូនជាកាដូសម្រាប់មនុស្សជាទីស្រឡាញ់គោរពតាមពិធីកម្មផ្សេងៗនិងជួយលើកសម្រស់នៃការតុបតែងគេហដ្ឋានដោយផ្ដល់ពន្លឺដ៏កក់ក្ដៅនិងសម្រស់ស្រស់ស្អាតសម្រាប់មនុស្សគ្រប់គ្នាបានរីករាយផងដែរងាកមកមើលការធ្វើទៀនក្រអូបរបស់ខ្ញុំវិញក៏ឈានមកដល់ដំណាក់កាលចុងក្រោយដែលត្រៀបនឹងហើយផងដែរវីដេអូមួយនេះរបស់ខ្ញុំពិតជាមានរយៈពេលយូរប៉ុន្តែខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងពេញចិត្តនិងចូលចិត្តការបរិយាយរបស់ខ្ញុំបើសិនជាការបរិយាយរបស់ខ្ញុំមានខុសឆ្គងកន្លែងចំណុចណាសូមខន្តីអភ័យទោសចំពោះប្រិយមិត្តទាំងអស់គ្នាសម្រាប់បងប្អូនដែលពេញចិត្តវីដេអូមួយនេះកុំភ្លេចជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយផងអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះពីដើមដល់ចប់បើសិនជាចង់ដឹងអ្វីទៀតពីទៀនមិនថាការបង្កើតទៀនការលាយក្លិនឬក៏ការចាក់ពុម្ពអ្វីផ្សេងៗបងប្អូនទាំងអស់គ្នាអាច comment នៅក្នុងវីដេអូនេះបាន